ព័ត៌មានអន្តរជាតិតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំងក្រោយលោក Donald Trump ច្រានចោលសំណើសន្តិភាពរបស់អ៊ីរ៉ង់ Washington តម្លៃប្រេងពិភពលោកបានហក់ឡើងជាង$3ភ្លាមៗក្នុង1បារ៉ែលនៅថ្ងៃច័ន្ទទី11ខែឧសភាឆ្នាំ2026នេះការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធសំណើសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់ដែលការច្រានចោលនេះបានធ្វើឲ្យក្តីសង្ឃឹមអំពីការបោកច្រកសមុទ្រ Hormuz ឡើងវិញត្រូវបន្តជាប់គាំងដដែលយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងពី$100កាលពីសប្តាហ៍មុនមកដល់ជាង$104ក្នុង1បារ៉ែលនៅថ្ងៃច័ន្ទនេះលក្ខខណ្ឌអ៊ីរ៉ង់និងការឆ្លើយតបរបស់អាមេរិកកាលពីថ្ងៃទី10ខែឧសភាកន្លងទៅអ៊ីរ៉ង់បានឆ្លើយតបទៅនឹងសំណើរបស់អាមេរិកដោយដាក់ចេញជាលក្ខខណ្ឌជាច្រើនយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលស្រង់ដោយ Reuters ទីក្រុងតេហេរ៉ានបានទាមទារយ៉ាងតឹងតែងឲ្យសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមគ្រប់ទម្រង់សងសំណងការខូចខាតចំពោះការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ធ្វើការទទួលស្គាល់អធិបតេយ្យរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz បញ្ចប់ការបិទគប់ផ្លូវសមុទ្ររបស់អាមេរិកធានាថានឹងមានការវាយប្រហារជាថ្មីទៀតឡើយលើកលែងទណ្ឌកម្មនិងបញ្ចប់ការហាមឃាត់នៅការលក់ប្រេងរបស់អ៊ីរ៉ង់ជាការឆ្លើយតបលោក Donald Trump បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថាលោកមិនអាចទទួលយកបាននៅសំណើរបស់អ៊ីរ៉ង់ឡើយប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាអាមេរិកនឹងត្រូវមានចំណាត់ការអ្វីបន្តទៀតឡើយស្ថានភាពនេះធ្វើឲ្យគេមិនទាន់ច្បាស់ទេថាតើជំហានការទូតឬយោធាថ្មីអ្វីដែលខ្លះអាចនឹងកើតមាននៅពេលខាងមុខសម្ពាធនយោបាយក្នុងស្រុកនិងអន្តរជាតិគួរកំសត់ថាបច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក Trump កំពុងតែរងសម្ពាធកាន់តែខ្លាំងឡើងដោយសារតែតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ខណៈដែលការបោះឆ្នោតសភាអាមេរិកនឹងឈានចូលមកដល់នៅរយៈពេលមិនដល់6ខែទៀតនោះយោងតាមការស្ទើបស្ទង់របស់ Reuters សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់មិនបានជួយបង្កើនប្រជាប្រិយភាពរបស់លោក Trump នៅក្នុងស្រុកឡើយហើយទន្ទឹមគ្នានេះអាមេរិកក៏បានទទួលការគាំទ្រតិចតួចពីសហគមន៍អន្តរជាតិផងដែរដោយសម្ព័ន្ធមិត្ត NATO បានបដិសេធមិនផ្ញើនាយិបតែជួយបើកច្រកសមុទ្រ Hormuz ឡើយក្តីសង្ឃឹមលើការទូតនឹងចិនជំវិញការស្វែងរកដំណោះស្រាយលោក Trump មានគម្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី13ខែឧសភាឆ្នាំមុខនេះវិបត្តិថាមពលនិងសង្គ្រាមអ៊ីរ៉ង់គឺជាប្រធានបទសំខាន់ដែលគេរំពឹងថាលោក Trump និងប្រធានាធិបតីចិនលោក Xi Jinping ក្រុងនឹងយកមកពិភាក្សាទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាលោក Trump កំពុងពឹងផ្អែកនៅលើប្រទេសចិននៅក្នុងការប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យទីក្រុងតេហេរ៉ង់យល់ព្រមបញ្ចប់សង្គ្រាមនឹងទីក្រុង Washington